សូមជំរាបសួរដល់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចា៎ខ្ញុំនឹងអាននៅព្រះគម្ពីរដំណើរការជំពូក41ទំនុកនៃស្ដេចដាវីតដែលទ្រង់លើកសម្រាប់មេភ្លេងមានពរហើយអ្នកណាដែលមានអាશីស្រ័យដល់ពួកមនុស្សក្រីក្រព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះឲ្យរួចក្នុងថ្ងៃអាក្រក់ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបម្រុងហើយថែរក្សាជីវិតអ្នកនោះគេនឹងបានពរនៅទឹកដីនេះហើយទ្រង់នឹងមិនប្រគល់គេទៅក្នុងបំណងចិត្តនៃពួកខ្មាំងសត្រូវឡើយព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅក្រែទ្រង់ក៏រៀបក្រែឲ្យនៅគ្រប់វេលាមានធុរៈខ្ញុំបានទូលថាអោព្រះយេហូវ៉ាអើយសូមអាណិតមេត្តាដល់ទូលបង្គំផងសូមប្រោះប្រលឹងទូលបង្គំឲ្យបានជាត្បិតទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយពួកខ្មាំងសត្រូវនៃទូលបង្គំគេនិយាយសេចក្តីអាក្រក់ពីទូលបង្គំថាតើវេលាណាវានឹងស្លាប់ហើយឈ្មោះវាវិនិច្ឆ័យបាត់ទៅបើកាលណាគេមកសួរទូលបង្គំនោះក៏ពោលតែសេចក្តីភូតភរទទេចិត្តគេប្រមូលសេចក្តីទុច្ចរិតទុកលុះចេញទៅក្រៅហើយនោះក៏ផ្សាយប្រាប់សេចក្តីនោះពួកអ្នកដែលស្អប់ទូលបង្គំគេខ្សឹបខ្សៀវគ្នាទាស់នឹងទូលបង្គំគេបង្កើតការប្រទុស្រាយនឹងទូលបង្គំគេថាមានរោគអាក្រក់ជាប់នៅខ្លួនវាឥឡូវនេះដែលវាដេកចុះហើយមកជានឹងក្រោកឡើងវិញមិនបានឡើយទាំងមិត្តសម្លាញ់ស្និទ្ធស្នាលរបស់ទូលបង្គំជាអ្នកដែលទូលបង្គំបានទុកចិត្តហើយក៏បានបរិភោគបាយរបស់ទូលបង្គំផងនោះបានលើកកែងជើងចាំជន់ធ្លីទូលបង្គំដែរតែអោព្រះយេហូវ៉ាអើយសូមទ្រង់អាណិតមេត្តាលើកទូលបង្គំឡើងវិញដើម្បីឲ្យទូលបង្គំបានសោះតបដល់គេយ៉ាងនោះទូលបង្គំនឹងដឹងថាទ្រង់សព្វព្រះハរតីនឹងទូលបង្គំពិតដោយពួកសត្រូវមិនមានជ័យជំនះឈ្នះទូលបង្គំឡើយឯទូលបង្គំទ្រង់ទប់ទល់ដោយសេចក្តីសុចរិតរបស់ទូលបង្គំហើយក៏តាំងទូលបង្គំឲ្យនៅចំពោះទ្រង់ជាដរាបតទៅសូមលើកសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសអ៊ីស្រាអែលចាប់តាំងពីអតីតទៅដល់អនាគតអស់កលជានិច្ចអាមែនហើយអាមែនសូមព្រះប្រទានពរ